ដណ្ដើមទូរស័ព្ទនិងប្រើពាក្យសម្ដីបង្កហេតុទៅលើស្ត្រីសម្រាលកូននិងក្រុមគ្រួសារទារកទើបនឹងកើតអ្នកនិយាយមិនពិតទេខ្ញុំជាម្ដាយក្មេករបស់នាងម្ដាយក្មេកមិនអាចដណ្ដើមទូរស័ព្ទឬជេរប្រមាថកូនស្រីខ្ញុំបានទេតើខ្ញុំបានជេរមែនទេខ្ញុំគ្រាន់តែនិយាយការពិតខ្ញុំបានឬអ្នកនិយាយថាក្មេងនេះជាក្មេងស្រីហើយថាមិនមានតម្លៃអ្វីទេអ្នកជានរណារឿងផ្ទះគេហេតុអ្វីអ្នកចូលមកជ្រៀតជ្រែកខ្ញុំនៅក្រែចិត្តខាងនេះហើយខ្ញុំមិនមែនថ្លង់ទេអ្នកងីងវាជាការយល់ច្រឡំទេអ្នកចង់តែបង្កជម្លោះឲ្យធំដុំចាប់តាំងពីនាងដណ្ដើមទូរស័ព្ទខ្ញុំមកមិនមែនខ្ញុំជាអ្នកបង្កជម្លោះទេ Rachel តើអ្នកគ្រាន់តែឈរមើលប្រពន្ធអ្នកដេញម្ដាយអ្នកចេញទៅឬម៉ាក់អ្នកចេញទៅខាងក្រៅសិនទៅខ្ញុំមិនទៅទេនេះជាចៅស្រីរបស់ខ្ញុំមិញនេះអ្នកទើបតែនិយាយថាគាត់មិនមែនជាមនុស្សសំខាន់សូមចាក់ចេញពីបន្ទប់អ្នកជំងឺសិនថ្ងៃនេះប្រពន្ធអ្នកហ៊ានបដូរសោថ្ងៃក្រោយនាងនឹងហ៊ានលេងលះអ្នកកុំទាន់អើទៅជំរុញអារម្មណ៍នាងអីខ្ញុំជំរុញអារម្មណ៍នាងមែនទេអ្នកមើលមិនឃើញទេថានាងចង់កាន់កាប់ផ្ទះនេះទុកតែម្នាក់ឯងផ្ទះនេះគឺជាទ្រព្យសម្បត្តិមុនពេលរៀបការរបស់នាងតាំងពីដើមមកអ្នកស្ងាត់មាត់ទៅអ្នករស់នៅទីនេះ4 ឆ្នាំមកហើយវាគឺជាផ្ទះរបស់ប្តីប្រពន្ធអ្នកទាំងពីរនាងជាស្រីម្នាក់បន្ទាប់ពីសម្រាលកូនរួចក៏ដេញប្តីចេញទៅក្រៅតើធ្វើបែបនេះសមរម្យដែរឬលីលីកំពុងរងចាំលុយដើម្បីជួលអ្នកមើលថែទារកបើប្រពន្ធអ្នកតាមដានរឿងនេះតើអ្នកនឹងនិយាយយ៉ាងណានាងមិនអាចរកឃើញអ្វីទៀតទេហេល្អបំផុតគឺកុំឲ្យនាងដឹងអ្នកចូលទៅខាងក្នុងហើយព្យាយាមគ្រប់គ្រងលុយក្នុងដៃនាងកុំឲ្យនាងបដូរសោពិតប្រាកដខ្ញុំដឹងហើយម្យ៉ាងទៀតកុំឲ្យនាងតាក់ទងអ្នកខាងក្រៅអ្នកគ្រប់គ្រងអចលនទ្រព្យម្នាក់នោះមិនមែនជាមនុស្សល្អទេអ្នកគ្រប់គ្រងអចលនទ្រព្យម្នាក់នោះមិនមែនជាមនុស្សល្អទេអ្នកត្រឡប់ទៅផ្ទះវិញហើយរងចាំដំណឹងពីខ្ញុំកុំចូលទៅខាងក្នុងទៀតនៅពេលនេះជីឆើងផ្ទះនេះមិនអាចបាត់បង់បានទេខ្ញុំបានប្រាប់ហើយថាខ្ញុំដឹងម៉ាក់ខ្ញុំបានចាក់ចេញហើយតើអ្នកណានឹងជួយអ្នករឿងឯកសារនៅពេលក្រោយសម្បត្តិកំណើតកូនការថែទាំក្រោយសម្រាលនិងការទូទាត់ថ្លៃមន្ទីរពេទ្យតើមួយណាដែលមិនត្រូវការសមាជិកគ្រួសារដូច្នេះឥឡូវនេះអ្នកមិនមែនកំពុងបារម្ភពីខ្ញុំទេគឺកំពុងរំលឹកខ្ញុំថាខ្ញុំមិនអាចខ្វះអ្នកបានខ្ញុំកំពុងប្រាប់អ្នកកុំដើរផ្លូវដែលគ្មានផ្លូវចេញហើយជារកូនស្រីខ្ញុំគាត់ចាស់ហើយសម្ដីសម្ដៅប្រហែលជាឆេវឆាវខ្ញុំទើបតែសម្រាលកូនរួចតើខ្ញុំអាចនិយាយឆេវឆាវបានដែរឬទេមិនមែនអ្នកចង់គិតលេខទេគិតលុយក្នុងផ្ទះប្រាក់ខែរបស់ខ្ញុំ000341000341អ្វីគ្រប់យ៉ាងដែលខ្ញុំបានចំណាយសម្រាប់គ្រួសារនេះប៉ុន្មានឆ្នាំមកនេះត្រូវគិតឲ្យច្បាស់លាស់បានកុំគិតថាមានតែអ្នកទេដែលរងទុក្ខលេខសម្ងាត់អ្វីអ្នកឲ្យខ្ញុំគិតលេខដូច្នេះផ្ដល់លេខសម្ងាត់មកតើការពិនិត្យមើលរឿងនេះឥឡូវនេះមានន័យអ្វីដែរឬទេមានម៉ាក់អ្នកឲ្យខ្ញុំទៅមើលថែប្អូនស្រីអ្នកយកលុយក្នុងផ្ទះមកនិយាយខ្ញុំត្រូវតែដឹងថាខ្ញុំជំពាក់អ្នកណាឲ្យប្រាកដលេខ851ខ្ទង់សំណាងណាស់Chan អ្នកឈរនៅទីនោះកុំកំរើកខ្ញុំនឹងពិនិត្យមើលឥឡូវនេះសំទល់ឲ្យ3200ខ្ញុំក៏ត្រូវចំណាយប្រចាំថ្ងៃដែរអ្នកថាអ្នកចំណាយលុយផ្ទាល់ខ្លួនឲ្យគ្រួសារអ្វីដែលខ្ញុំចំណាយមិនមែនមានតែបាននេះទេបានណាកុំធ្វើដូចសួរចម្លើយអ្នកទោសអីអញ្ចឹងអ្នកធ្វើខ្លួនឲ្យដូចជាប្តីហើយនិយាយរឿងលុយកាក់ឲ្យច្បាស់លាស់មក